នៅក្នុងថ្ងៃម្សាញ់ដែលយីនេះត្រូវជាថ្ងៃទី23ខែសីហាឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំវោករកាហើយនឹងឆ្លូវចំណែកអ្នកដែលត្រូវការធាតុដីហើយនឹងភ្លើងក៏ល្អ 50% ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងមុខរបរអាជីវកម្មការងារការសម្រេចចិត្តជាពិសេសទៅលើការបើកបរធ្វើដំណើរមានឆ្នាំកធាតុទឹកវ័យ44ឆ្នាំនិងកធាតុឈើវ័យ32ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំជាលក្ខណៈទ្រង់ទ្រាយធំមានទិសខាងកើតហើយនិងទិសខាងជើងឈៀងខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃនៅទិសខាងលិចការដែលយើងចង់ចាប់លាបឬក៏បន្ទុះលាបយើងអាចប្រើប្រាស់បាននៅទិសខាងលិចទី270 អង្សាដោយការដាក់ជាទឹកមានចលនាយ៉ាងតិច60លីត្រឬក៏យើងអត់មានទឹកយើងអាចដោតជាគោអំបិលបាននៅក្នុងចន្លោះម៉ោង7ទៅម៉ោង9ព្រឹកម៉ោង11ទៅម៉ោង1ថ្ងៃត្រង់និងមួយវេនចុងក្រោយម៉ោង7ទៅម៉ោង9យប់នៅក្នុងការចាប់ផ្ដើមការងារថ្មីការប្រមូលបំណុលបណ្ដាក់ទុនវិនិយោគការធ្វើទីផ្សារតំណែងអធិដ្ឋានសមាធិបន់ស្រន់បុកគ្រឹះសាងសង់ជួសជុលផ្លាស់ប្ដូរទីលំនៅអាពាហ៍ពិពាហ៍បណ្ដាក់ទុនវិនិយោគយើងឃើញថាមានភាពល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់ចំពោះការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រការបើកបរធ្វើដំណើរកំសាន្តគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទៅលើកិច្ចការងារទាំងអស់នេះនៅក្នុងថ្ងៃទី27ខែសីហាខាងមុខនេះជាថ្ងៃបុណ្យសែនក្បាលទឹកសម្រាប់ខាងខ្ញុំក៏មានរៀបចំនៅឈុតកដាសែនបងប្អូនអាចធ្វើការកម្មង់ឬក៏ជាវបានខ្ញុំនឹងរើសពេលវេលាដ៏ល្អនៅក្នុងការសែនទៅតាមដួងថ្ងៃខែឆ្នាំកំណើតបងប្អូនផ្ទាល់សម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចសាកសួរនៅតាម link Telegram ដែលខ្ញុំបានដាក់នៅខាងលើ page ឬក៏ QR code ក៏បានជូនពរសំណាងល្អនៅក្នុងថ្ងៃទី23